បងប្រុសសិនខ្សែពួររួយរបស់ស៊ីឡុងវាហៀបនឹងបែកហើយធ្វើផ្លូវអូយតើមានមនុស្សប៉ុន្មានអ្នកនៅទីនេះវាបាន3ឆ្នាំហើយខ្ញុំបានយល់ព្រមតាមសំណើរយៈពេល3ឆ្នាំរបស់វ៉ានៅសល់តែ3ខែទៀតប៉ុណ្ណោះមកផឹកស្រាមួយកែវនេះពូទី2សូមជម្រាបសួរលោកដោយសិនបើពុករបស់អ្នកនៅរស់ញ៉ាំឲ្យថ្ងៃនេះខ្ញុំជួបអ្នកហើយទៅទទួលបានសេចក្តីរីករាយទទួលបានលេចចេញមកពូទី2ខ្ញុំគោរពអ្នកពូអើមានរឿងចង់និយាយចូលយើងពិភាក្សាកងនាវារបស់យើងជាច្រើនឆ្នាំមកនេះវាជាឪពុករបស់អ្នកត្រូវបានចុះបញ្ជីបន្ទាប់ពីឪពុករបស់អ្នកបានទទួលមរណភាពពេលដល់តែបាននិយាយតាមផ្លូវច្បាប់តំណាងផ្នែកច្បាប់នៃកងនាវានេះតែខ្ញុំបានរកមើលកណេឲ្យក៏ហើយម្ដងឪពុករបស់អ្នកមិនបានបន្សល់ទុកអ្វីទេនៅពេលគាត់ស្លាប់តាមច្បាប់តើអ្នកមានចំណែកអ្វីខ្លះនៅក្នុងកងនាវានេះត្រឹមតែ30ប៉ុណ្ណោះពូទី2តើអ្នកចង់មាននៅយ៉ាងណាអ្វីដែលខ្ញុំចង់មាននៅចាប់ផ្ដើមថ្ងៃនេះលក្ខណៈសម្បត្តិជាប្រធានក្រុមរបស់អ្នកត្រូវបានយកឡើងឆ្នាំចុងក្រោយនេះអ្នកពិតជាធ្វេសប្រហែសតើនឹងមានអ្វីកើតឡើងចំពោះកងនាវានេះពេលណាបងប្រុសកុំបន្ទោសពូទី2យើងកំពុងធ្វើរឿងនេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកសូមពន្យល់ខ្លួនឯងឲ្យច្បាស់តើខ្ញុំធ្លាប់មិនស្ដាប់បង្គាប់នៅពេលដំណើរកំសាន្តនេះអ្នកមិនទាន់បានបញ្ចប់ផ្លូវហោះហើរនៅឡើយទេបានរកឃើញក្រុមក្តាមដោយខ្លួនឯងពួកគេនេសាទបានជាង300យន្តក្នុងមួយនេះត្រូវបាននិយាយលើនេះគ្រប់គ្រាន់ហើយខ្ញុំកំពុងនិយាយអំពីច្បាប់និងបទបញ្ញត្តិអ្នកគ្រាន់តែជាក្មេងម្នាក់តើអ្វីដែលធ្វើឲ្យគាត់ក្លាយជាប្រធានក្រុមដោយផ្អែកលើភាពទន់ខ្សោយរបស់បងប្រុសច្បងកប៉ាល់នេះក្តាមនេះចាប់ពីពេលនេះទៅពួកគេទាំងអស់សុទ្ធតែជារបស់ខ្ញុំនោះត្រូវបានធ្វើឡើងដោយឪពុកខ្ញុំផ្ទាល់ខ្ញុំធ្វើបែបនេះតាំងពីខ្ញុំអាយុ10ឆ្នាំមានប្រវែងប៉ុន្តែឥឡូវនេះគាត់ជាពូទី2របស់ខ្ញុំពូលីងពេលឆ្នាំមុនកូនប្រុសរបស់អ្នកបានខ្ចីទូកមួយដើម្បីទៅតែខ្ញុំចិញ្ចឹមអស់រយៈពេល5នេះត្រូវបានគប់ចេញខ្ញុំបាននិយាយសរសេរបំណុលនោះចុះជាមុនសិនថ្ងៃនេះអ្នកបានរឹបអូស្កប៉ាកែននេះខ្ញុំលើកឥឡូវនេះពូដងបានសុំឲ្យខ្ញុំយករបស់នេះទៅអ្នកកប៉ាល់ចាស់របស់ឪពុកអ្នកកំពុងចេញដំណើរទៅហើយនៅតែស្ថិតនៅក្នុងកប៉ាល់ចាស់ដដែលខ្ញុំនឹងរងចាំអ្នករយៈពេល3ឆ្នាំក្រោយអ្នកមិនមករៀបការជាមួយខ្ញុំទេខ្ញុំនឹងទៅរកអ្នកដោយខ្លួនឯងវានៅតែអាចបើកបានពូដងតើពូដឹងដោយរបៀបណាថាខ្ញុំនៅទីនេះកូនប្រុសមិនសមហេតុសំផលទេកប៉ាល់របស់ឪពុកអ្នកប៉ាល់នេះទុកនេះត្រូវបានសាងសង់ដោយឪពុករបស់អ្នកហើយកន្ត្រកនេះមកពីប្រទេសកាណាដាអូម៉ាស៊ូគីបន្ទះដែកត្រូវបាននាំចូលពីប្រទេសជប៉ុនមាន2ទំនិញដែលកាន់ដោយដៃប៉ុន្តែឪពុករបស់អ្នកចូលដោយដៃ15ឆ្នាំក្រោយមកតើវានៅតែអាចបើកបានដែរហើយនៅទីនេះមាន30,000សន្សំសម្រាប់ចូលនិវត្តន៍របស់ខ្ញុំអ្នកអាចខ្ចីវាបានប៉ុន្តែអ្នកស្លាប់ហើយមិនត្រូវការវាទេផងដែរដង្ហើមដងនេះជាប្រាក់សោធននិវត្តន៍របស់អ្នកនិយាយរឿងមិនសមហេតុផលទៅបើអ្នកចង់វាមកខ្ញុំទៅកុំទូរស័ព្ទតែស្នាដៃរបស់ឪពុកអ្នកនៅក្នុងដៃរបស់អ្នកសមុទ្រដ៏អាតកំបាំងនោះមានតែអ្នកទេដែលអាចរកឃើញឪពុករបស់អ្នកនិងខ្ញុំនៅបេដេងហេខ្ញុំបានធ្វើរឿងនេះអស់រយៈពេល20ឆ្នាំទេខ្ញុំគ្រាន់តែជឿលើអ្នកប៉ុណ្ណោះលីនសានទេខ្ញុំនឹងមិនលក់វាឲ្យអ្នកទេអ្នកដែលជាពូទី2របស់អ្នកបានធ្វើចំណាយហ៊ានលក់អ្វីឲ្យអ្នកកុំគិតពីការសរសេរកូដទៀតក្បាលចម្រុះពូទី2របស់អ្នកបាននិយាយថាអនុញ្ញាតឲ្យខ្ញុំលក់តែទៅឲ្យកងនាវាប៉ុណ្ណោះអ្នកណាលក់វាឲ្យអ្នកពីការសរសេរកូដនៅថ្ងៃស្អែកមីងពូចង់ជួយអ្នកប៉ុន្តែពូមានប្រពន្ធនិងកូនមីងអ្នកអាចចាក់ចេញបានកុំធ្វើឲ្យមីងរបស់អ្នកពិបាកអីតើអ្នកបានញ៉ាំហើយឬនៅមិនឃ្លានទេមនុស្សគ្រប់គ្នានៅក្នុងទីក្រុងកំពុងគេចពីខ្ញុំកាត់ផ្ដាច់ផ្លូវរបស់ខ្ញុំទៅកាន់ការរស់អ្នកទេដែលនៅតែមើលថែខ្ញុំបើកមាត់របស់អ្នកស៊ូអានខាងម៉ាក់របស់អ្នកផ្ដល់ឲ្យខ្ញុំ3ខែទៀតលីនសិនខ្ញុំបានប្រាប់អ្នកកាលពី3ឆ្នាំមុនថារងចាំអ្នកអស់រយៈពេល3ឆ្នាំបើអ្នកមិនមកទេខ្ញុំនឹងទៅដោយខ្ញុំនឹងទៅរកអ្នកនៅពេលនោះកុំបន្ទោសខ្ញុំថាខ្ញុំបានទៅដល់ផែត្រឹមត្រូវហើយចៅហ្វាយវ៉ងបានមកគាត់នឹងមកផ្ទះខ្ញុំនៅថ្ងៃស្អែកដើម្បីស្នើសុំបេដងនេះថ្លៃបណ្ណាការឥឡូវនេះខ្ញុំថែមទាំងខ្វះថវិកាដើម្បីទៅក្រៅប្រទេសទៀតផងគេមិនបានយកអ្វីទាំងអស់លីនសិនចេញមកនេះពួកគេពិតជាបានលាក់ខ្លួននៅទីនេះមែនកប៉ាល់ដែលទ្រុឌទ្រោមនេះតើអ្នកនៅតែចង់ទៅសមុទ្រទេលីនសិនតើអ្នកឈួតមែនទេប៉ាខ្ញុំបាននិយាយថាដើម្បីគ្រួសារខ្ញុំនឹងមិនប្រកែកជាមួយអ្នកទេប៉ុន្តែមានមួយចតនេះគឺជាលីនរបស់យើងផ្ទះអ្នកមិនត្រូវបានអនុញ្ញាតឲ្យសមុទ្រនេះជាកម្មសិទ្ធិរបស់កងនាវីតំបន់ធ្វើការក៏មិនត្រូវបានអនុញ្ញាតឲ្យទៅដែរលីនហាវត្រឡប់ទៅប្រាប់ពូទី2របស់អ្នកវិញកំពង់ផែនេះមានទីតាំងនៅក្នុងភូមិសមុទ្រជារបស់ប្រទេសវាមិនមែនជារបស់គាត់ទេតើអ្នកកំពុងស្នើសុំបញ្ហាមែនទេចាត់វិធានការឈប់លីនសិនអ្នកមិនពូកែខាងប្រយុទ្ធទេហើយអ្វីបានជាអ្នកមិនតបវិញកប៉ាល់របស់ខ្ញុំនៅសមុទ្រគ្មានអ្នកណាអាចបញ្ឈប់វាបានឡើយមិនអីទេអ្នកគ្មានមេត្តាខ្ញុំចង់ឃើញអ្នកកប៉ាល់ដែលខូចតើវាអាចទៅរួចប៉ុណ្ណាលីនហៅវីបានល្អណាស់យប់មិញគេបានវីបកវិញទេហេតុអ្វី
ពូទី2របស់ខ្ញុំមិនអាចទ្រាំលែងបានការបែកវិញហើយខ្ញុំបានវាបកវិញហើយបន្ទាប់មកគាត់មានហេតុផលដើម្បីកាន់នេះរបស់កងនាវាមិនច្បាស់លាស់ទេពេលឈីងចូលទៅភ្លាមវាក៏คล้ายជាមិនច្បាស់រួចហើយនេះជាក្តោងកប៉ាល់មួយដែលឪពុករបស់អ្នកបានប្រើនៅពេលនោះខ្ញុំបានរក្សាទុកវាហើយអ្នកទាំងពីរគឺហ៊ានកងបាត់កប៉ាល់រីជវងហានមួយច្រឡងភ្នំហនឡុងគ្មានលុយទេអាហារគឺល្អមិនរលួយទាំងស្រុងទេសัญลักษณ์ដែលក្រាស់សៀវភៅដែលឪពុករបស់អ្នកបានដាក់នៅពេលលុយអ្នកឪពុករបស់អ្នកនៅពេលខ្ញុំចេញពីលោកមកជើងរបស់ខ្ញុំគាត់ខ្វិននៅពេលនោះជីវិតនេះជារបស់ឪពុកអ្នកមិនមែនជាការខាត់បងទេឈប់ស្ទាក់ស្ទើរទៅអ្នកចំអិនអាហារថ្ងៃត្រង់ខ្ញុំចង់ញ៉ាំសាច់ជ្រូកបំពងមានអ្វីខុសគឺ23000ប្រាក់សន្សំរបស់ខ្ញុំក្នុងរយៈពេល3ឆ្នាំដំបូងឡើយខ្ញុំចង់ទិញរបស់មួយឲ្យអ្នកស៊ូវ៉ាន់អ្នកទុកវាសម្រាប់ខ្លួនអ្នក Vincent អ្នកមិនឯកាទេកប៉ាល់នេះមិនមែនសម្រាប់តែអ្នកទេកប៉ាល់គោដៅសមុទ្រមិនមែនសម្រាប់តែអ្នកសមុទ្រអ្នកត្រូវតែប្រយុទ្ធខ្ញុំមិនអាចបញ្ឈប់អ្នកបានទេអ្នកត្រូវតែយកអ្នកមិនចាំបាច់បារម្ភពីខាងម៉ាក់ខ្ញុំទេប្រសិនបើនាងមករកអ្នកម្ដងពីអ្នកគ្រាន់តែនិយាយថាស៊ូវ៉ាន់បាននិយាយថានាងបានធ្វើការសម្រេចចិត្តតាក់ទងនឹងតម្លៃកូនក្រមុំ Vincent អ្នកត្រូវតែរស់ឡើងវិញទាំងរស់ខ្ញុំសន្យានឹងអ្នក Vincent មីងលោកវ៉ាងឈៀដងក្រុមហ៊ុនផលិតផលទឹកកំពង់ផែឆុងឈៀងចាត់ការទូទៅប្រាក់ចំណូលប្រចាំឆ្នាំ1លានពួកគេនឹងមកស្នើសុំរៀបការនៅថ្ងៃស្អែកបណ្ណាការ500ដោយប្រើប្រាស់ប្រាក់សរសេរឈ្មោះស៊ូវ៉ាន់ Vincent តើអ្នកកំពុងកាន់អ្វីអ្នកមិនមានជាជាសមរម្យទេយងទៅគេប្រហែលជាមិនមានលទ្ធភាពទិញវាទេមីង3ខែផ្ដល់ឲ្យខ្ញុំ1ខែបន្ទាប់មកផ្ដល់ឲ្យខ្ញុំ3ខែខ្ញុំខុសគ្រប់គ្រាន់ហើយព្រះចាននេះជាអ្វីដែលខ្ញុំបានរៀបចំស្លាយបណ្ណាការប្រសិនបើអ្នកពិតជាខ្វល់ពីនាងកុំឲ្យនាងតាមអ្នកឲ្យសោះស៊ូទ្រាំនឹងការលំបាកអ្នកបាននិយាយកាលពីលើសមុទ្រនោះគឺជាសមុទ្រដែលមានតែខ្ញុំទេដែលអាចរកឃើញអ្នកពិតជាចង់ទៅណាស់ខ្ញុំចង់មានន័យថាមានតែឪពុករបស់អ្នកដែលអាចធ្វើបានអ្នកគឺជាកូនប្រុសរបស់ឪពុកអ្នកប្រហែលជាប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីបានជាសមុទ្រនោះត្រូវបានគេហៅថាពីព្រោះពាក់កណ្ដាលនៃប៉ាល់ដែលខ្ញុំធ្លាប់ជិះមិនបានត្រឡប់មកវិញទេថ្មប៉ាល់ព្រះទឹកមិនមែនជាផ្នែកដែលមានសំខាន់បំផុតរឿងដ៏សាហាវមួយពេញជីវិតនោះទឹកថារ៉ាដាមិនអាចរកឃើញទិន្នន័យផ្ទាល់បានទេអាចពឹងផ្អែកបានតែលើបទពិសោធន៍វិចារណដើម្បីចាប់តាមពេលដែលគាត់ត្រឡប់មកវិញនឹងផឹកតែម្នាក់ឯងពេញមួយយប់គាត់មិនបាននិយាយនៅថ្ងៃបន្ទាប់ទេតើអ្នកនៅតែទៅទេថ្ងៃស្អែកខ្ញុំនឹងទៅទិញទូកអង្គរវាត្រូវការរៀបចំរយៈពេល3ខែអាហារនៃភ្លុកផ្ទាល់នេះតើអ្នកបានដំឡើងវាពីក្រោយទេបើខ្ញុំនិយាយវាបញ្ច្រាស់វិញគឺវាបញ្ច្រាស់ហើយអ្នកកំពុងធ្វើពុតជាខ្វាក់ដៃទូខ្ញុំធ្វើការភ្នែកប៉ារបស់អ្នកធ្លាប់ពាក់វាដែរម្ដងអ្នកទៀបជាងឪពុករបស់អ្នកឆ្ងាយណាស់ឪពុកខ្ញុំជាបងប្រុសរបស់អ្នកនិយាយថាគាត់ល្អនោះមិនពិតទេប្រសិនបើឪពុករបស់អ្នកនៅមានជីវិតឃើញដៃដ៏ឆ្កងរបស់អ្នករូបរាងនៃជើងខ្ញុំអាចបោះអ្នកចូលទៅក្នុងសមុទ្រដើម្បីចិញ្ចឹមអ្នកកូនប្រុសរបស់គ្រូបាត់ទុកលេងលេខឃ្លីទៀតហើយតែអ្នកត្រូវតែចងចាំបន្ទះដែករបស់កប៉ាល់ស្ដាងច្រើនមិនអាចទប់ទល់នឹងព្យុះធំបានទេប្រឈមមុខនឹងខ្យល់បក់កម្រិត10ប្រញាប់ឡើងហើយរត់ត្រឡប់មកវិញខ្លួនអីចងចាំលោកតាចាងឆ្អឹងនាគមិនត្រូវបានបាក់ទេមួយដែលឪពុករបស់អ្នកបានប្រើនៅពេលនោះស្រកាណាដាល្អមួយវានៅតែអាចត្រាំបានបន្ទាប់ពី15ឆ្នាំព្រះក៏ចង់ឲ្យអ្នកដែរកំពុងទៅសមុទ្រ Vincent ខាងម្ដាយរបស់ស៊ូវ៉ាន់តើអ្នកមានគម្រោងអ្វីខ្លះកំពុងទៅសមុទ្ររកបាន200,000ត្រឡប់មកវិញហើយរៀបការជាមួយនាង200,000ប្រសិនបើអ្នកមានសំណាងវាអាចបំពេញបន្ថែម2,000ជាងក្នុងរយៈពេល60យន់ក្នុងមួយជាងគឺ120,000បញ្ចូលថ្លៃដើមនឹងទទួលបានប្រហែល90,000ការធ្វើដំណើរ2ដងនឹងត្រូវចំណាយអស់180ត្រឡប់មកវិញតាមផ្លូវបានបន្ថែមត្រីឈាមនិងត្រីក្រពើខ្លះបញ្ហាក្នុងការទទួលបានកិននីសេណារីយ៉ូដ៏ល្អចុះបើយើងជួបព្យុះភ្លៀងវិញចុះបើយើងរកខៃខនមិនឃើញចុះបើទូកខូចពាក់កណ្ដាលផ្លូវដូច្នេះខ្ញុំនិយាយថាសំណាងល្អឪពុករបស់អ្នកបានធ្វើការកិននីដូចគ្នានៅពេលនោះមុនពេលធ្វើដំណើរនីមួយគាត់រក្សាកិននីទាំងអស់ឲ្យច្បាស់លាស់ពេលណាត្រូវចាក់ចេញហើយត្រូវធ្វើអ្វីតើយើងនឹងត្រឡប់មកវិញនៅពេលនោះប្រាក់បានប៉ុន្មានបានមួយកាក់ទេប៉ុន្តែគាត់មិនអាចកិននីរឿងមួយបានត្រឹមត្រូវទេអ្វីគ្រប់យ៉ាងមហាសមុទ្រមិនសមហេតុផលជាមួយអ្នកទេឪពុករបស់អ្នកបានទៅសមុទ្រនោះគាត់មិនបានត្រឡប់មកវិញទេស្ដាប់យាយកុំទៅណាជីដូននឹងណែនាំអ្នកឲ្យស្គាល់សៀវហ្វាងមកពីភូមិចិត្តខាងនាងស្អាតណាស់ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នពូទី2របស់អ្នកចិត្តអ្នកណាជ្រៅជាងសមុទ្រទឹកនៅតែត្រជាក់អ្វីគ្រប់យ៉ាងរួចរាល់ហើយពូដុងរួចរាល់ដើម្បីចេញដំណើរខ្ញុំនឹងចាក់ចេញនៅព្រឹកស្អែកអាប់ក្រាស់នៅពេលយប់វាបានបុកនឹងថ្មប៉ាល់ព្រះទឹកភ្លាមបន្ទាប់ពីចាក់ចេញនិយាយអំពីការដើរក្នុងអប់បរិះរបស់ពូទី2របស់ខ្ញុំនៅឡើងមើលពួកគេអាចបញ្ឈប់ពួកគេបានប្រសិនបើពួកគេចេញទៅក្រៅអ្នកចេញទៅខាងក្រៅពីក្នុងផ្ទះសូមមើលអាចបញ្ឈប់ពួកគេបានទេអ្នកអាក្រក់ជាងឪពុករបស់អ្នកទៅទៀតបានទៅហើយ
Linson ប៉ាខ្ញុំបាននិយាយថាបើអ្នកងាកក្រោយឥឡូវនេះកិច្ចការរបស់កងនាវីនៅតែអាចមិនសិនបើអ្នកហ៊ានទៅសមុទ្រចាប់ផ្ដើមថ្ងៃនេះអ្នកគឺជាស្រូវរបស់គ្រួសារលីងចាប់ពីពេលនេះទៅភូមិនេះគ្មានកន្លែងសម្រាប់អ្នកឈរទេអ្នកឈួតហើយទើបតែពេលនេះទេអ្នកនោះប្រសិនបើអ្នកកាំងកប៉ាល់ទាំងពីរនឹងលិចនឹងមិនប៉ះទង្គិចគ្នាទេលីនហៅខ្លាចស្លាប់ជាងខ្ញុំទៅទៀតអ្នកខូខើជាងឪពុករបស់អ្នកយើងបានមកដល់ហើយពូដុងនោះគឺជាតំបន់ស្ទ្រីមមតាពណ៌សមុទ្រខ្លះមានភាពខុសគ្នាខ្លះសមុទ្រខ្មោចគឺនៅខាងមុខមីនោះគឺជាលំហូរនៃភាពអមតៈទឹកសមុទ្រជ្រៅកើនឡើងពីបាតផ្នែកនោះបានលោតឡើងលើនាំយកសារធាតុចិញ្ចឹមពីបាតសមុទ្រតំណាងតាក់ទាញហ្វូងត្រីនិងបង្គានិងក្តាមស្ដេចក្រុមនេះស្ថិតនៅខាងក្រោមនៅទីនោះមានរន្ធខ្យល់ចេញចូលនៃប្រភពទឹកក្តៅក្រោមក្តាមស្ដេចនៅទីនោះគំនរអាចជឿវាបានឪពុកខ្ញុំបានសរសេរនៅក្នុងកំណត់ចំណាំរបស់គាត់ទឹកនៅក្នុងតំបន់ Immortal Flow សំឡេងទាបគឺខុសពីសំឡេងផ្សេងគ្នាមានប្រេកង់ទាបខុសគ្នាបន្តដូចជាការវីដំខ្ញុំបានហាត់ស្រមុករយៈពេល10ថ្ងៃរហូតដល់ឆ្នាំនោះទើបខ្ញុំដឹងថាមានអ្វីកើតឡើងភាពខ្វាក់ភ្នែកតើត្រូវរងចាំរយៈពេលប៉ុន្មាន6ម៉ោងប្រមូលផ្ដុំនៅពេលទឹកឡើងខ្លាំងនៅពេលយប់បុរសល្អជាប់គាំងវាជាសាលាត្រីឆ្លាមមឹកនៅក្នុងសម្បុកនាគវាបានតាក់ទាញត្រីឆ្លាមពួកគេបានឆ្លុះប្រកែកគ្នាដើម្បីត្រូវបានគេកាន់នៅនឹងកន្លែងអ្នកឈួតហើយខាងក្រោមនេះគឺជាត្រីឆ្លាមមួយការចុះទៅទីនោះគ្រាន់តែជាការធ្វើអត្តឃាតប៉ុណ្ណោះនាគបានលេចយើងមកដោយឥតប្រយោជន៍ខ្សែសង្វាក់រលុងបើអ្នកស្លាប់តើខ្ញុំគួរពន្យល់រឿងនេះទៅកាន់ស៊ូវ៉ាន់យ៉ាងដូចម្ដេចទាញនាងឡើងមានតម្លៃនេះគឺយ៉ាងហោចណាស់មួយឯកតា16ឬ700ការកំណត់តម្លៃផ្អែកលើទីផ្សារមានជិត100,000 បំណែកសូមទូរស័ព្ទមកខ្ញុំប្រសិនបើមានសម្លេងរំខានណាមួយឯកហើយអ៊ូតអាងមានភាពចលាចលវាយឺតពេលហើយក្នុងការហៅអ្នកមិនមានកប៉ាល់តែមួយនៅក្នុងទូការ៉េនោះទេតំបន់សមុទ្រនេះដាច់ស្រយាលវាបានងាកចេញពីផ្លូវដឹកជញ្ជូនទំនិញគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានឆ្លងកាត់នោះទេមិនមែនរលកទេមិនមែនជាថ្មប៉ព្រះទឹកទេនេះគឺជាប្រភេទនៃការបញ្ជូនពីបាតកប៉ាល់ដែលចូលមកខុសទូកកំពុងអណ្ដែតពូដុងមានអ្វីកើតឡើងមានអ្វីមួយនៅលើទូកសណ្ដោងតើនោះជាអ្វីមិនមែនការបញ្ជូនទេវាជាវត្ថុមានជីវិតមានអ្វីមួយនៅក្រោមដីនៅភាគខាងលិចខ្ញុំដឹងកុំអ្នកតាមដានខ្ញុំនឹងទៅក្បាលកប៉ាល់ហើយមើលវាល្អហើយមិនមែនគ្រាន់តែជាការផាកពិន័យធម្មតាទេលើសពីនេះទៅទៀតវាជាវិញ្ញាណខ្លាតើវាត្រូវបានស្រូបយកដោយវាបានតាក់ទាញក្លិនប្រឡាក់ឈាមរបស់ក្លិនឈាមនៃសារធាតុខ្លាគឺក្លិនឈាមតាក់ទាញពូដុងគ្រប់ដណ្ដប់ខែលក្តាមដោយផ្ទាំងក្រណាត់ឧត្តមរហ័សក្លិនឈាមត្រូវបានបិទបាំងភាគច្រើននៃប៉ុន្តែខ្យល់សមុទ្រនៅតែអាចបក់ទៅបានឈួតហើយសមុទ្រនេះមានច្រើនជាងក្តាមទៅទៀតក្តាមហើយញ៉ាំក្តាមតើវានឹងត្រឡប់មកវិញទេគ្មានគំនិតទេក្លិនឈាមនឹងរលាយបាត់ទៅព្រឹកស្អែកទៅកន្លែងព្យាបាលឈាមស្អាត
សរីរាង្គខាងក្នុងមិនគួរបោះចូលទៅក្នុងទាំងអស់ចូលក្នុងធុងហើយយកវាមកវិញម៉ោង3ព្រឹកព្យុះកំពុងមកដល់ដោយគ្មានការព្រមានណាមួយឡើយភ្នំបានដួលរលំមានកម្ពស់ប្រហែល7 ឬ 8 ម៉ែត្រផ្ទៃសមុទ្រទាំងមូលវាដូចជាការវាយប្រហារដោយកំហឹងតែក្រឡាប់ដោយគ្មានមេត្តាពូដុងក្រោកឈរឡើងកម្រិត10មិនអាចបញ្ឈប់បានប្រហែលជាឡើងដល់កម្រិតទី12ឆ្វេងពេញច្រើនទៀតប្រញាប់ឡើងការរំលោភលើគ្រោងដោយគ្មានរ៉ាដាយើងស្ថិតនៅក្នុងសមុទ្រដ៏មីញឹកនេះដែងវាបានក្លាយជាទាំងស្រុងបរោះខ្វាក់ភ្នែកពូដុងរក្សាចង្កូតឲ្យនៅថេរអ្នកឈួតហើយភាគអាគ្នេយ៍ភាគអាគ្នេយ៍រ៉ាដាខូចហើយស្ដាប់ការណែនាំរបស់ខ្ញុំអូទេអ្នកត្រូវតែរស់ឡើងវិញទាំងរស់លីនសានអ្នកឈួតជីវិតខ្ញុំចប់ហើយស៊ីឡុងតើអ្នកនៅទីនោះទេមានទាំងអស់សុទ្ធតែក្មេងល្ងងអើយពួកគេហ៊ាននឹងបាត់បង់ជីវិតហើយគិតដល់សៃពូដុងយើងនៅតែស្ងប់ស្ងាត់អ្នកអំដំណើរនៅតែមាននៅទីនោះនេះក៏មិនគួរបាត់បង់ដែរទទួលអ្នកកំពុងអង្គុយខ្ញុំកំពុងមកអ្នកមិនអាចទទួលយកវាទាំងអស់ដោយខ្លួនឯងបានទេមនុស្សពីរនាក់គិតថ្លៃទាំងពីរកម្លាំងតើអ្នកអាចយកកូនប្រុសណាក់តែម្នាក់បានទេទុកវាចោលមានអ្វីមួយខុសប្រក្រតីជាមួយត្រង់នេះទាញយឺតនេះគឺជាក្តាមស្ដេចខ្ញុំបាននៅលើសមុទ្រអស់រយៈពេលជាង10ឆ្នាំមកហើយខ្ញុំមិនដែលឃើញអធិរាជដ៏ធំបែបនេះពីមុនមកទេកំណត់ចំណាំជិះទូករបស់វាត្រូវបានកត់ត្រាទុកក្នុងសៀវភៅពេលខ្លះនៅក្នុងសមុទ្របែកជ្រៅលេចចេញមកដោយគ្មានអាយុកាលអាចឈានដល់30ឆ្នាំទម្ងន់អាចកើនឡើងដល់15ច្រើនជាងមួយនេះពិតជាលើសពីចំនួនជាងឆ្មា15ក្បាលនេះពិតជាអាក្រក់ណាស់រឿងនេះបានក្លាយជាវិញ្ញាណហើយតើអ្នករស់នៅបានរយៈពេលប៉ុន្មានហើយលើអ្វីរឿងនេះទៅរួចក្នុងការរត់ចេញរបស់គេត្រូវបានបន្តិចពូដុងបានបើកត្រង់អ្នកឈួតហើយបើកក្មេងល្ងងឲ្យអ្នកដូចឪពុករបស់អ្នកអីចឹងយកពំឆៃវ៉ងមិនបានសង្កេតច្បាប់របស់ឪពុកខ្ញុំស៊ីឡុងទាំង20នាក់បានទទួលយកពីយ៉ាងហោចណាស់មានកាក់មាន3000ពេលខ្ចប់យកប្រេងលុយនៅចេញដំណើរកំសាន្តនេះរកបានយ៉ាងហោចណាស់150ដែល000ហេតុអ្វីបានជាអ្នកសាយពូដុងខ្ញុំអាចមានលទ្ធភាពរៀបការជាមួយស៊ូបាន
ទស្សនវិស័យរសៀលដំណើរឆ្ងាយចាប់ផ្ដើមដំណើរត្រឡប់មកវិញលីនហៅក្មេងរពីនោះចាប់ផ្ដើមតាមដានតាំងពីពេលណាមកវាអាចជាខ្មោចមួយកំពុងលេចចេញពីយើងមកខ្ញុំចាប់ផ្ដើមធ្វើតាមពូទី2របស់ខ្ញុំចង់ដឹងថាខ្ញុំបានទៅណាតើគេបានរកឃើញក្តាមប៉ុន្មានក្បាលលើកក្រោយគាត់នឹងព្យាយាមទៅដល់ទីនោះមុនដូច្នេះគាត់សុបិនសមុទ្រនោះមានតែសម្រាប់អ្នកទេដែលអាចរកឃើញទោះបីជាគាត់ទៅក៏ដោយគាត់នឹងជួបតែបានទៅថ្មព្រះទឹកប៉ុន្តែគាត់គ្រាន់តែជួបវាពូដងបង្កើនលបឿនអប៉ាល់ដល់12ផ្នែកទី10 12ផ្នែកគ្រប់គ្រាន់ហើយឬនៅគ្រប់គ្រាន់ហើយគ្រប់គ្រាន់ហើយគេចេញហើយចុះមកវិញមិនអាចតាមទាន់ទេទន្សាយអ្នកមិនអាចតាមទាន់បានទេដើម្បីកម្ចាត់លីនហាវជិត200អ្នកទៀតត្រូវបានឆេះប្រេងប្រាក់$200ទាំងនេះខ្ញុំត្រូវយកវាពីលីនហាវត្រឡប់មកវិញទីបំផុតអ្នកត្រឡប់មកវិញហើយខ្ញុំបានសន្យានឹងអ្នកតើអ្នកកំពុងមើលអ្វីខ្ញុំមិនដែលឃើញអ្នកណាដឹកប្រពន្ធគេទេលីនសិនពូទី2បាត់ចាស់ខ្ញុំបានយល់ថាអ្នកនៅក្នុងមហាសមុទ្រគេចាប់បានច្រើនណាស់ល្អមិនអីទេតម្លៃប៉ុន្មានកូនប្រុសរបស់គ្រូពូទី2សូមអបអរសាទរទោះយ៉ាងណាក៏ដោយមានរឿងមួយបញ្ជាក់រឿងនេះឲ្យអ្នកច្បាស់សមុទ្រខ្មោចវាមកពីកងនាវារបស់យើងធ្វើការបែបប្រពៃណីបានទៅទីនោះដើម្បីចាប់ត្រីដោយស្លងការច្បាប់កប៉ាល់ត្រូវបានផ្ទុកពេញពូទី2ច្បាប់ដែលអ្នកបានលើកឡើងតែច្បាប់មួយណាជានេះជាវិញ្ញាបនបត្រដែលបានចេញសមុទ្រខ្មោចមិនបានចុះបញ្ជីនៅក្នុងកងនាវាទេនោះជាដែនទឹកអន្តរជាតិខ្ញុំនេសាទនៅក្នុងសមុទ្រខ្ពស់ស្របច្បាប់និងស្របតាមច្បាប់ការរឹបអូសដំបងសួរឆ្មាំសមុទ្រថាតើពួកគេយកព្រមឬអត់ប្រសិនបើអ្នកមានអារម្មណ៍មិនពេញចិត្តអ្នកអាចប្តឹងខ្ញុំបានតើតុលាការបានបញ្ជាឲ្យខ្ញុំបង់ប្រាក់សំណងប៉ុន្មានតែមុននោះគ្រឿងចាក់កប៉ាល់នេះជារបស់ខ្ញុំរាល់កាក់ដែលខ្ញុំលក់បានវាមិនមានអ្វីពាក់ព័ន្ធជាមួយអ្នកតតែសោះលីនសានកុំខ្មាស់អៀនខ្លាំងពេកប៉ារបស់ខ្ញុំគឺមែនហើយឪពុករបស់អ្នកគឺជាអ្នកដឹកនាំក្រុមប្រធានក្រុមឪពុករបស់អ្នកគឺជាអ្វីទៅអ្នកមិនអាចបើកទូកបានទេសូម្បីតែជួបស្ដេចនឹងនំប៉័ងខ្ញុំមិនអាចប្រាប់ពីតើអ្នកមានអ្វីណាបាននិយាយឪពុកខ្ញុំជាអ្នកដឹកនាំក្រុមតាលីនសិនអ្នកត្រឡប់មកវិញហើយតើត្រូវបានប្រមូលបាន2800ដាពួកវាសុទ្ធតែជាក្តាមព្រៃជាមធ្យមលើសពី6ជីនប្រហែល3ជាង6ក្បាលតើអ្នកប្រកាសទេតើអ្នកប្រកាសមានទម្ងន់15ជីនយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែបានចេញចោលក្តាមស្ដេចទម្ងន់15ផោនអ្នកដាក់វាត្រឡប់ទៅក្នុងសមុទ្រអាចលក់បានក្នុងតម្លៃរាប់ពាន់យ៉ន830ជួញដូរកំពុងយកលុយសុទ្ធមកយកពំតម្លៃប៉ុន្មានតម្លៃទីផ្សារ61របស់អ្នកជីនណាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅ6800តោនគុណនឹង65 1080 0020 00ការរំពឹងទុកតោះទៅក្រុងឥឡូវនេះនៅតែមានពន្លឺថ្ងៃគ្មានក្បាលភ្លឺទេសត្រូវលើកឡើងវាដំបងត្រូវស្រង់ក្តាមចេញទឹកប្រៃទឹកត្រជាក់ទឹករឹងសម្បកកម្រិតជាតិខ្លាញ់លើសពី90លីនសេនទំនិញមួយបាច់នេះរបស់អ្នកវាល្អបំផុតដែលខ្ញុំធ្លាប់បានឃើញនៅឆ្នាំនេះ65ការថ្លឹងទម្ងន់82គ្រាប់មិនរាប់បញ្ចូលការស្លាប់ទាំងពីរអ្នកនៅតាមផ្លូវត្រូវបានគេបោកបក់ក្នុងខ្ជិលគេវាស្លាប់ប្រតិបត្តិការជាក់ស្ដែងចំនួន80 720ជីនគុណនឹង65 1076 080លើសពីការរំពឹងទុក700លីនសិនកំពុងរាប់លុយ176អ្នក800វាងចាស់អរគុណទេអរគុណសូមតាក់ទងមកខ្ញុំម្ដងទៀតនៅពេលក្រោយប្រសិនបើអ្នកមានស្តុកទី2របស់ឯងគាត់បានធ្វើសេចក្តីថ្លែងការណ៍មួយនៅក្នុងគេនិយាយថាឈាមរបស់អ្នកបានមកពីពិភពគឺមិនស្របច្បាប់គ្រាន់តែវិញ្ញាបនបត្រឆ្មាំសមុទ្រខ្ញុំបានបង្ហាញវាដល់គាត់រឿងនៅក្នុងពិភពជំនួញមិនមែនអ្នកទេដែលនិយាយអំពីហេតុអាចត្រូវបានពន្យល់យ៉ាងច្បាស់ត្រូវប្រយ័ត្នខ្លួនឯងតើត្រូវទៅណាឥឡូវនេះក្រុមគ្រួសាររបស់ស៊ូវ៉ាន់តើវាជាអ្នកណាមីងតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំបានមករកអ្នកដើម្បីបញ្ហានៃអំណោយសម្រាប់ពិធីភ្ជាប់ពាក្យ
គ្មានអ្វីច្រើនដែលត្រូវនិយាយអំពីវាទេ200,000មិនមែន1សេនតិចជាងនេះទេអ្នកមិនអាចផលិតវាបានទេកុំខាត់កូនស្រីខ្ញុំអីមីងនេះគឺ220,000 20000គឺជាលេខឆ្នោតធ្នូបន្ថែម20,000នេះជាបូជាដ៏ថ្លៃថ្លារបស់ខ្ញុំបានចិញ្ចឹមឈូវ័នឲ្យធំធាត់ដល់ម្លឹងងាយស្រួលទេតើអ្នកបានលុយនេះមកពីណារកលុយដោយទៅក្រៅប្រទេសខ្ញុំទើបតែត្រឡប់មកវិញកាលពីម្សិលមិញជើងលក់ដាច់ព្រឹកមិញមីងសូមរក្សាទុកលុយទំនាក់ទំនងស្នេហារបស់ខ្ញុំជាមួយសូវ៉ាន់ម៉ាក់ម្ដាយអ្នកទុកលុយថ្ងៃរៀបការគឺរវាងខ្ញុំនិងលីនសិនប្រសិនបើអ្នកយកគាត់មកក្បាលប្រសិនបើអ្នកមិនយកស្របខ្ញុំបានទៅទីក្រុងជាមួយលីនសិនទទួលបានសម្បត្តិវាមិនអីទេប្រសិនបើយើងមិនរៀបចំពិធីជប់លៀងចូលមកអង្គុយចុះមីងការបរិច្ឆេទរៀបការមានសារៈសំខាន់ខ្ញុំចង់ពិភាក្សាអ្វីមួយជាមួយអ្នកខ្ញុំចង់រងចាំរហូតដល់ក្រុមហ៊ុនមានដោះស្រាយឡើងវិញប្រហែលកន្លះឆ្នាំខ្ញុំនឹងបន្តសម្រាប់រយៈពេល6ខែអាជីវកម្មរបស់អ្នកនៅពេលនោះខ្ញុំអនុញ្ញាតឲ្យស៊ូភីនាងបានរៀបការជាមួយគាត់តាមរបៀបឆ្កួតនិងអាក្រាតកាយយល់ពមប៉ុន្តែអ្នកត្រូវតែសន្យាជាមួយខ្ញុំមួយនិយាយថែរក្សាកូនស្រីខ្ញុំឲ្យបានល្អកុំឲ្យនាងរងទុក្ខអីខ្ញុំសន្យានឹងអ្នកចុះយ៉ាងម៉េចដែរវាកំតិចចោល220តើអ្នកណាមិនយល់ស្របប៉ុន្តែអ្នកពិតជាសុខចិត្តចំណាយប្រាក់បណ្ណាការ200,000ទិញទុកនេសាទតូចមួយរួចហើយតម្លៃនៅផ្ទះរបស់ស៊ូវ៉ាន់ទើបតែពេលនេះគ្មានបានទទួលសួស្ដីតើលោកជាលោកលីនសិនមែនទេខ្ញុំមកពីឆាងហេហេវិញចេញមកពីក្រុមហ៊ុនពាណិជ្ជកម្មបង្កើតប្រជាជាតិលោកវ៉ាងបានណែនាំខ្ញុំអំពីក្រុមហ៊ុនអ្នកបាននិយាយថាអធិរាជនៅក្នុងស្ដេចមានគុណភាពល្អណាស់ខ្ញុំចង់ពិភាក្សាអំពីផែនការរយៈពេលវែងជាមួយអ្នកតើអ្នកទំនេរនៅពេលណារសៀលថ្ងៃស្អែកខ្ញុំបានមកដល់ទីក្រុងរបស់អ្នកល្អតើវាជាអ្នកណាចៅហ្វាយមកពីសៀងហៃអ្នកចង់ធ្វើការជាមួយខ្ញុំរយៈពេលវែងលីនសិនអ្នកត្រូវតែចំណាយពេលពេញមួយជីវិតរបស់អ្នកពួកគេបានងាកមកប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺដូចដែលគាត់បានទូរស័ព្ទមកនៅពេលនោះគ្រោះថ្នាក់កំពុងតែខិតជិតមកដល់ពិតលីនសិនអ្នកអស្ចារ្យមែនទេចាំមើលថាលើកនេះអ្នកអស្ចារ្យប៉ុណ្ណាសម្បកក្តាមរឹងពណ៌ភ្លឺជើងទាំង8មានកម្លាំងការតស៊ូរស់រវើកក្លិនមិនល្អមួយវាមិនមានរសជាតិដូចទឹកសមុទ្រទេក្លិនដូចក្តាមទេទុយទៅវិញវាគឺជាប្រភេទនៃការមានក្លិនស្អុយរសជាតិដ៏គួរឲ្យចង់ក្អួតស៊ូអានមកនេះភ្លាមមានរឿងមួយបានកាត់ឡើងនៅលើប៉ាពេលវេលានៃការស្លាប់គឺប្រហាក់ប្រហែលទាំង3ថ្ងៃមុនហើយមើលនៅទីនេះមានស្លាកស្នាមចាក់ថ្នាំនៅលើពោះរបស់ក្តាមមាននរណាម្នាក់បានចាក់អ្វីមួយចូលទឹកសមុទ្របានចុះខ្សោយបង្កើននូវបឿនការរលួយនេះមិនមែនជាក្តាមអាក្រក់ធម្មតាទេវាត្រូវបានគេកែប្រែនៃវាអាចរកឃើញថាអ្នកណាបានធ្វើមកកំពង់ផែកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យហាងតូចរបស់អូយ៉ែងទ្វាកាមេរ៉ាមួយត្រូវបានដំឡើងអាចថតរូបកំពង់ផែបានដុំកូនប្រុសរបស់គ្រូមានអ្វីខុសពូចាងសូមឲ្យខ្ញុំមើលវីដេអូខ្លមមើលរបស់អ្នកតើមនុស្សម្នាក់នេះជានរណាតួលេខនេះមើលទៅសាមបន្តិចលីនហាវគឺលីនហាវតើអ្នកមានគម្រោងអ្វីខ្លះដំបូងត្រូវដោះស្រាយជាមួយក្តាមងាប់34អ្នកទាំងអស់ត្រូវបានបំផ្លាញក្តាមរស់ដែលនៅសល់ត្រូវបានអ្នកឆ្នៃឡើងវិញត្រូវប្រកាសថាមិនមានបញ្ហាអ្វីទេលោកចេញនឹងមកដល់នៅរសៀលត្រូវឲ្យគាត់ឃើញភាពខុសគ្នាណាមួយឡើយចុះខាងលោកលេនហៅវិញខ្ញុំនឹងដោះស្រាយពិន្ទុជាមួយគាត់ប៉ុន្តែមិនមែនឥឡូវនេះទេនេះជាលីនហៅធ្វើវាហើយយប់មិញពេលខ្ញុំនៅឆ្ងាយពួកគេបានដាក់សាកសពចូលក្នុងប្រអប់ខ្ញុំនឹងរកក្មេងកំព្រានោះការទូទាត់កណេឧដុងត្រឡប់មកវិញអ្នកនៅតែការពារគាត់មិនបានការពារគាត់ទេគាត់មិនដែលទទួលស្គាល់ពីគាត់អ្នកចូលទៅបានគាត់សុខសប្បាយទេអ្វីដែលយើងត្រូវការគឺភស្តុតាងកាមេរ៉ាសុវត្ថិភាពមិនអាចថតមុខបានច្បាស់លាស់ទេកំណត់ដោយអេរិយាបថមិនទាន់មានទោសរងចាំរហូតដល់យើងបាននាំគាត់ទៅដល់ស្អប់វាណាស់តើខ្ញុំអាចមើលទំនិញបានទេ
មានធម្មពលខ្លាំងថៅកែវ៉ាងបាននិយាយថាទំនិញរបស់អ្នកតែមិនជឿវាខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកហើយវាពិតជាល្អណាស់តើនោះជាអ្វីម្សិលមិញមាននរណាម្នាក់បានដាក់អ្វីមួយនៅចំនួន34អ្នកដែលបានញាត់ចូលគេចង់បំផ្លាញទំនិញរបស់ខ្ញុំបានរកឃើញវានៅព្រឹកនេះបំផ្លាញទាំងអស់រាល់អ្នកដែលអ្នកឃើញឥឡូវនេះខ្ញុំបានត្រួតពិនិត្យពួកគេទាំងអស់ដោយផ្ទាល់ស្រស់100តើអ្នកដឹងទេថាអ្នកណាធ្វើវាប៉ុន្តែมันមានភស្តុតាងទេស្នាមញឹមបែបនោះមិនមែនគ្រាន់តែជាការសួរសំណួរទេសំណើចគឺជាប្រភេទនៃការយល់ដឹងមួយលីនសិនខ្ញុំបានធ្វើការនៅសមុទ្រអស់រយៈពេល20ឆ្នាំខ្ញុំបានឃើញមនុស្សច្រើនពេកហើយមនុស្សមួយចំនួននិយាយថាទំនិញរបស់ពួកគេល្អលទ្ធផលគឺថាពាក់កណ្ដាលនៃវាត្រូវបាននរណាម្នាក់បានអង្អែលទ្រូងរបស់ពួកគេហើយថាជីវកម្មបង្វែរមកវិញហើយប្រើវាដើម្បីសម្អាតគឺជាមនុស្សដំបូងគេដែលប្រាប់ខ្ញុំអំពីរឿងនេះដោយសារជាមួយទំនិញរបស់ពួកគេធ្វើការជាមួយមនុស្សស្មោះត្រង់អាជីវកម្មកិច្ចព្រមព្រៀងផ្គត់ផ្គង់ផ្ដាច់មុខរយៈពេល5ឆ្នាំអ្នកផ្គត់ផ្គង់តាមចំនួនដែលខ្ញុំទទួលបានលក្ខខណ្ឌគឺថាទំនិញនីមួយមនុស្សគ្រប់គ្នាគួរតែដូចថ្ងៃនេះស្រស់ស្អាតនិងគ្មានល្បិចកលអ្វីទាំងអស់ធ្វើកិច្ចព្រមព្រៀងមួយលីនសិនតើអ្នកធ្លាប់ឮពី Deep Blue ទេតើវាមានតម្លៃទេប្រទេសនេះកំពុងលើកកម្ពស់ការនេសាទប្រកបដោយចីរភាពនៃឧស្សាហកម្មការនេសាទដែលអនុលោមតាមច្បាប់និងការពារសម្បត្តិផ្គត់ផ្គង់ដែលអាចតាមដានបានសហគ្រាសដែលបំពេញតាមស្តង់ដារមានការគ្រប់គ្រងគោលនយោបាយនិងហិរញ្ញប្បទានប្រសិនបើអ្នកចាប់អារម្មណ៍អ្នកអាចស្វែងយល់បន្ថែមខ្ញុំគិតថាអ្នកជាមនុស្សនេះពិតជាសមរម្យសម្រាប់ខ្ញុំប្រយ័ត្នផងពូទី2របស់ឯងគាត់អាចធ្វើវាបានតែម្ដងបន្ទាប់មកអ្នកអាចធ្វើវាជាលើកទី2ហើយអ្វីបានជាអ្នកមិននិយាយជាមួយឆេនទូទៅទីបញ្ចប់គឺជារឿងរបស់លីនហៅគាត់មិនបានសួរថាអ្នកណាទេគាត់បានធ្វើវាគាត់បានសួរថាតើអ្នកដឹងថាអ្នកណាបាននិយាយទេខ្ញុំដឹងគាត់បានសួរអំពីការមិនមែនជាឈ្មោះទេឈ្មោះមិនសំខាន់ទេសំខាន់រឿងសំខាន់បំផុតគឺរបៀបដែលខ្ញុំដោះស្រាយបញ្ហាលីនសានអ្នកបានផ្លាស់ប្ដូរហើយតើមានអ្វីបានផ្លាស់ប្ដូរពីមុនអ្នកគ្រាន់តែកក់ក្បាលរបស់អ្នកមិននិយាយអ្វីទាំងអស់ឥឡូវនេះអ្នកដឹងពីពេលណាត្រូវនិយាយអ្វីនិយាយពេលណាដែលអ្នកមិនគួរនិយាយវាអ្នកបានធំឡើងហើយតោះទៅត្រឡប់ទៅជួសជុលទុកវិញយើងនឹងចេញទៅសមុទ្រក្នុងរយៈពេល2ថ្ងៃ